Highlander ចូល stock ថ្មីមួយគ្រឿងទៀតណាបងប្អូនទាំងអស់គ្នាចាមិនរយៈនេះខានចាញ់វីដេអូយូរដោយសារតែជាប់លក់បងប្អូនឥឡូវចូល stock ថ្មីភ្លាមៗសេវាមកថតឲ្យលឿនហើយបងប្អូនទាំងអស់គ្នាបានមើលអញ្ចឹងណាចាជម្រាបសួរបងប្អូនទាំងអស់គ្នាចាសម្រាប់ Highlander មួយគ្រឿងនេះឆ្នាំ05ម៉ាស៊ីន4ប៉ុង1ជាប្រភេទឡានស្លាកលេខចាស្លាកលេខ2017ស៊ីនម្ចាស់ដើមបងប្អូនទាំងអស់គ្នាបើនិយាយពីផែនឡានធានាតែជាប្រភេទឡានស្អាតចាតបតែងឲ្យអស់ហើយចាជាមួយនឹងតទឹកដៃទ្វារចាបានសបកកង់ថ្មី4គ្រាប់ម៉ាក់សៃលុនណាបងប្អូនទាំងអស់គ្នានេះ delay ឆ្នាំ2024ណាបងចាបើការតបតែងវិញចាគេលេងមកជាមួយនឹងតទឹកចាជាមួយនឹងដៃទ្វារចា body ទ្វារចាហើយឈ្នន់ឲ្យល្អទៀតបងប្អូនទាំងអស់គ្នាអើយស្អាតមែនតែម្ដងចាបញ្ជាក់ជូនមួយទៀតណាសម្រាប់ឡានមួយគ្រឿងនេះធានាទៅជាប្រភេទឡានដែលមានប្រវត្តិបុកប៉ះអត់គៀទេមើលស្កុតតាគៀនៅស៊ីនមកជុំតែម្ដងបងទឹកថ្នាំគឺថ្មីស្មើស្អាតចាបាញ់តិចតួចបំផុតតែម្ដងឡានមួយគ្រឿងនេះចាត្រឡប់កញ្ចក់អីក៏គេលេងរួចជាស្រេចណាបងប្អូនទាំងអស់គ្នាចានេះបងថ្ពាល់អីនៅសំណុំមកវាទាំងអស់តែម្ដងចាជាគៀងអីនៅ original ទាំងអស់តែម្ដងយកទៅចង់លេងគុជបន្ថែមទៀតក៏បានចង់ជិះទាំង original ស៊ីនហ្នឹងហ្មងក៏បានដែរបងប្អូនទាំងអស់គ្នាចាសម្រាប់ផ្នែកខាងមុខរបស់វាណែធានាថាជាប្រភេទឡានអត់មានប្រវត្តិបុកអត់កាត់តអត់ស្ងោដូរពណ៌ចានេះកលេចមើលថ្នាំមកបងប្អូនទាំងអស់គ្នានៅសំណុំស៊ីនទាំងអស់តែម្ដងចានេះថ្ពាល់ទាំងសងខាងអីនៅទាំងអស់តែម្ដងបងប្អូនទាំងអស់គ្នាចាហើយបើថាម៉ាស៊ីនវិញណានៅសំណុំអត់មានប្រវត្តិតម្លាក់អត់មានអីទេបងប្អូនទាំងអស់គ្នាចានៅស្អាតចាខ្ចៅខ្យងអីប្លុកម៉ាស៊ីនអីចាស្អាតហ្នឹងបងប្អូនទាំងអស់គ្នាអត់មានច្រេះអត់មានពុកអីទេបងអើយអាគុយបានអាគុយថ្មីទៀតណាបងប្អូនទាំងអស់គ្នាចាឲ្យថ្ពាល់អីគឺនៅស្អាតសំណុំទាំងអស់នេះមើលខ្ចៅថ្ពាល់ទាំងសងខាងអីទៅចាខ្ចៅចាប់ដបូលអីហ្នឹងបងប្អូនទាំងអស់គ្នាឃើញហើយចាសម្រាប់ខ្ចៅខ្យងប្លុកលៀតបងមើលនេះមើលខ្ចៅ ABS អីទៅស្អាតបងប្អូនអើយសាច់ដៃសាច់ម៉ាស៊ីនអីគឺអត់មានច្រេះអត់មានខ្ញាយមើលកន្លែងទយោប្រាំងអីហ៎បងធានាថាជាប្រភេទឡានស្អាតទេបងផែនឡានបងមើលតាមវីដេអូដែលខ្ញុំបង្ហាញជូនទៅគឺដឹងហើយអាចមកមើលជាក់ស្ដែងបន្ថែមទៀតមកសាកតេស្តជើងក្រោមអីហ្នឹងគឺមកឆ្ងាញ់ពេញចិត្តតែម្ដងបងតែឥឡូវយើងទៅមើលបន្ថែមទៀតចាតែឥឡូវយើងមកមើលផ្នែកខាងក្រោយម្ដងបងទាំងអស់គ្នាចាសម្រាប់ Highlander បងប្អូនអើយខ្ញុំបង្ហាញរាល់ដងហើយចា Highlander គឺតលាយឆ្លាស់ដាក់អីវ៉ាន់បានច្រើនចាប៉ុន្តែឥឡូវយើងក៏លេខមកមើលផែនឡានចាមើលខ្ចៅចាប់ទ្វារទី5អីនៅសំណុំទាំងអស់ចាហើយឡានមកគ្រឿងនេះនេះមើលមិនស៊ីនកាឡារបស់គេបងអើយនៅទាំងអស់តែម្ដងអត់មានបុកអត់មានប៉ះអត់មានគៀអីទេចាសំណុំចាបើនិយាយពីថាផ្នែកបាតរបស់វាវិញចាអេបងនេះកាវអាចក្បៃឡងអាលោងថ្មីស្អាតខ្ចៅអីឡងចាំងព្រាកបងអើយស្អាតណាធានាថាជាប្រភេទឡានចាអត់ពុកអត់ច្រេះអត់បុកអត់គៀអត់ប៉ះអីទេចាបាតជើងក្រោមអីក៏នៅថ្មីស្អាតដែរណាអត់ច្រេះអត់ពុកអីបងទាំងអស់គ្នាចាហើយបើថាសាច់ដែកមើលកាវអីនៅសំណុំស៊ីនរបស់វាទាំងអស់តែម្ដងណាសម្រាប់ផ្នែកបាតក្រោមផ្នែកខាងក្រោយប៉ុណ្ណឹងណាចាបើថាផ្នែកខាងក្នុងខ្ចៅខ្យងក្លុកក្លៀតនេះបងនេះមើលសាច់ដៃទាំង4ទ្វារអីគឺស្អាតចាសាច់ចកន្លែងឈ្នន់នេះអីអត់មានសក់ទេបើថាជញ្ជាំងដៃទ្វារទាំង4ទ្វារអីនេះបងនៅថ្មីស្អាតចាមានកន្លែងដាក់កែវទឹកច្រើន Highlander បងដឹងហើយចាហើយបើថាសាច់ពុករបស់វាវិញណានេះបងពុកស្បែកស៊ីនទាំងអស់ចានិយាយទៅបងឡានមួយគ្រឿងនេះម្ចាស់ដើមខាងមុខមហាសែនថៃហើយនេះមើលអីផ្នែកខាងមុខក៏នៅពុកស្បែកស៊ីនទាំងអស់ដែរបងចាហើយសំបីអាកន្លែងនេះបងជ្រួញនេះមិនបាច់ឆ្ងល់ទេម្ចាស់មុនគឺគាត់ស្រោមពីលើទាំងអស់តែម្ដងចាអញ្ចឹងមិនសាច់ពុករបស់វានៅស្អាតនៅសំណុំរបស់វាទាំងអស់អត់មានសូវសឹកអីហ្នឹងបងទាំងអស់គ្នាចាហើយបើថាតាប់ឡូអីគឺឡើងអាលងព្រិលចាបងមើលដៃចកោទៅគេលេងហើយជាមួយនឹងស្រោមអីហើយឡើងស្អាតហើយបងទាំងអស់គ្នាចាគឺស្រស់ស្អាតមែនតែម្ដងចាហើយសម្រាប់ផ្នែកកណ្ដាលនេះចាគេឡើងមកជាមួយនឹង Android កាមេរ៉ាក្រោយចាលេងជាមួយនឹងកាមេរ៉ាជើង VIP ទៀតចាហើយពិសេសមួយទៀតសម្រាប់កៅអីខាងតកង់ក៏ជាប្រភេទកៅអីចុចដែរណាបងទាំងអស់គ្នាចាអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងណាសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់បាន Highlander ឆ្នាំខ្ពស់អាចអញ្ជើញមកមើលបាននេះមិនថា04 05ទេបងប្អូនទាំងគ្នា06ក៏មានដែរមានតែពណ៌សទៀតចាអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចាប់អារម្មណ៍ឡានមួយគ្រឿងនេះឬក៏ឡានផ្សេងណាទៀតនៅខាងខ្លែងចកាព្រីងរបស់យើងបងប្អូនទាំងគ្នាអាចចេញមកមើលផ្ទាល់ឬក៏ inbox មកតាម page ផ្លូវការរបស់យើងមកចាបើកាន់តែច្បាស់បងប្អូនទាំងគ្នា Telegram នេះខ្ញុំមកនេះខ្ញុំនឹងផ្ញើព័ត៌មានលម្អិតជូនបងប្អូនទាំងគ្នាចាហើយមិនថាបងប្អូនទាំងគ្នាទិញជាលុយសុទ្ធឬក៏បង់រំលោះហើយនៅខាងឃ្លាំងរបស់យើងគឺមានទាំងអស់តែម្ដងអរគុណបងប្អូនទាំងគ្នាសម្រាប់ទស្សនាវីដេអូមួយនេះចាំជួបគ្នានៅវីដេអូស្តុកថ្មីទៀតជម្រាបលាបាយបាយ